បាទជំរាបសួរអ៊ំពុំមិញពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះសូមបង្ហាញពីប្រភេទកង់3ដឹកទំនិញណាបាទឬក៏យើងហៅតែជាភាសាអង់គ្លេស Maxima Seabox បាទនេះប្រភេទយើងកែច្នៃបាទទូតឡើងថ្មីដែលមានបដោយប្រវែង1.60 ម៉ែត្រកម្ពស់1.3 ម៉ែត្រហើយទទឹង1.2 ម៉ែត្របងប្អូនណាបាទប្រភេទទ្វារ3បាទប្រភេទទ្វារ3ហើយការរៀបចំម៉ាស៊ីនក៏ដូចជើងក្រោមបកកង់យើងដាក់ស៊ីនជីនថ្មីបាទហើយសម្រាប់មកកណាត់មុខនេះបាទជាប្រភេទកង់3 Maxima ធម្មតាយើងយកកែច្នៃបងប្អូនណាបាទហើយតម្លៃក៏ធូរតាមនឹងដែរហើយការនេះយើងរៀបចំដាក់អាវភ្លៀងជូនស្រាប់នៅអីបាទមានអស់ហើយទៅលើបាទថែមជូនរួចរាល់ជាស្រេចបាទកម្រាលជើងត្រូវដាក់ថ្លៃនេះមិនតបានលាងទឹកបាទចតយូរពេកហើយថ្លៃដាក់ជូនកម្រាលជើងចង់បញ្ជាក់ជូនអញ្ចឹងណាបាទទឹកថ្នាំមកកណាត់នេះយើងធ្វើស្អាតអស់ហើយបងប្អូនអូម៉ាស៊ីនជើងក្រោមអស់ចូល600ជាងបងប្អូនណាកង់3មួយគ្រឿងនេះបាទគឺអស់ច្រើនបាទព្រោះយើងធ្វើយកមកស្អាតបងប្អូនណាអញ្ចឹងវាបាទអញ្ចឹងគឺអស់ច្រើនអញ្ចឹងអ្នកម្ចាស់ទិញយកទៅមានទំនុកចិត្តខ្ពស់ព្រោះកង់3យើងរៀបចំអស់ច្រើនបាទអញ្ចឹងយកទៅប្រើមួយខូចឯងបាទជាមួយប្រភេទដឹកតំណែងដែលវាຂະຫນាតស្តង់ដារពីឥណ្ឌាមកបងប្អូនណាដែលមានបដោយអានេះចូល2 ម៉ែត្រđấyបាទកម្ពស់1.3 ម៉ែត្រទទឹងក៏1.3 ម៉ែត្រដែរបាទហើយនេះយើងសេរីថ្នាំស្អាតដែរទ្រុងខាងក្រៅខាងក្នុងនេះបងប្អូនខាងក្នុងយើងក៏ធ្វើរៀបចំស្អាតឡើងវិញដែរបាទយកវិធីមកបានប៉ុណ្្នឹងទេបងប្អូនអើយបាទដឹងស្រាប់របស់វាប្រើហើយអញ្ចឹងយើងមករៀបចំបាទទាំងទូទាំងជើងក្រោមម៉ាស៊ីនអីហ្នឹងសបកកង់យើងមើលស្អាតអស់ហើយប្រភេទទ្វារ3ដូចគ្នាបាទហើយតម្លៃខុសគ្នាតិចតួចទេបាទអញ្ចឹងបងប្អូនចាប់អារម្មណ៍មួយណាអាចមកមើលមកត្រូវចិត្តចរចាមួយនឹងបងប្អូនណានេះបាទហើយយើងមើលមកជុំទៅបាទអានេះមុនចាស់គេនេះអីយើងអត់បានដកចេញបាទទុកចឹងទៅហើយយើងធ្វើថ្នាំខាងក្រៅឲ្យស្អាតមួយទ្វារបាទវាទី3កែបយើងឲ្យជាងគាត់កំងឲ្យគាត់ដាក់ស្រោមថ្មីជាមួយអាវភ្លៀមបាទកង់3មួយគ្រឿងនេះបាទព្រោះទំរៀបចំរួចនៅមួយគ្រឿងទៀតបងប្អូនកំពុងរៀបចំបន្តបន្ទាប់កង់3នេះដូចជាថ្នាំធ្វើតែបាតទេបាទតិចតួចបាទអញ្ចឹងបងប្អូនបាទត្រូវការទិញដឹកទំនិញឬបានផ្សេងកុំភ្លេចបាទអាចទៅមើល2គ្រឿង3គ្រឿងបានបងប្អូនណាបាទទៅមួយគ្រឿងយកទីមួយគ្រឿងទៅ2គ្រឿងជួយយក2គ្រឿងទៅបាទសូមអរគុណជម្រាបលា